ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងព្រះយេស៊ូវគ្រីស្ទហើយខ្ញុំបាទវណ្ណាហើយថ្ងៃនេះខ្ញុំមានភ័យឯកសិទ្ធក្នុងការចែកចាយនៅអ្វីដែលជាទីបន្តរបស់ខ្ញុំមុនដែលខ្ញុំបានខ្លាយខ្លួនទៅជាអ្នកជឿព្រះយេស៊ូវគ្រីស្ទខ្ញុំបានស្គាល់ព្រះអង្គតាមរយៈបេសកជនដែលគាត់មកប្រាប់អំពីព្រះយេស៊ូវគ្រីស្ទហើយការដែលខ្ញុំអត់ទាន់ស្គាល់ព្រះអង្គនៅឡើយនៅពេលនោះខ្ញុំមានអារម្មណ៍រៀងរាល់យប់ស្ទើរគ្រប់យប់ហើយខ្ញុំធ្លាប់យំទៅទៀតនៅពេលដែលខ្ញុំគិតមកដល់ចំណុចសេចក្តីស្លាប់ហើយខ្ញុំភ័យខ្លាចហើយខ្ញុំស្អប់ជាមួយសេចក្តីស្លាប់មែនទែនហើយខ្ញុំដឹងហេតុអីមិនខ្ញុំខ្លាចសេចក្តីស្លាប់ពីព្រោះខ្ញុំដឹងយ៉ាងច្បាស់ថានៅពេលដែលខ្ញុំស្លាប់ខ្ញុំអត់ដឹងខ្ញុំទៅណាពីព្រោះខ្ញុំអត់ដឹងខ្ញុំទៅណាពីព្រោះដោយសារតែខ្ញុំអត់ដឹងថាខ្ញុំមកពីណាហើយខ្ញុំគិតថាមានការបង្រៀននិងការប្រាប់ជាច្រើនពីអ្នកប្រាជ្ញពីសាសនាពីអីផ្សេងច្រើនប៉ុន្តែខ្ញុំឃើញព្រះគុណរបស់ផងព្រះបានបញ្ជូនសេចក្តីពិតតាមរយៈព្រះបន្ទូលរបស់ផងព្រះតាមបេសកជនបានប្រាប់ខ្ញុំអំពីសេចក្តីសង្គ្រោះតែមួយគត់តាមរយៈព្រះយេស៊ូវហើយបានឲ្យខ្ញុំបានចាប់ផ្ដើមយល់និងមើលឃើញខ្លួនខ្ញុំជាមនុស្សមានបាបហើយខ្ញុំមិនអាចលៀងអំពើបាបហើយខ្ញុំមិនអាចធ្វើឲ្យខ្លួនខ្ញុំរួចពីបាបដោយសារតែទង្វើណាមួយរបស់ខ្ញុំឡើយហើយខ្ញុំបានសង្គ្រោះនិងរើសយកព្រះយេស៊ូវគ្រីស្ទជាព្រះនៃព្រះសង្គ្រោះរបស់ខ្ញុំហើយទ្រង់ព្រមពេញទីក្នុងការបង់ថ្លៃលុះអំពើបាបរបស់ខ្ញុំហើយនេះគឺជាការអស្ចារ្យមែនទែនដែលខ្ញុំបានសង្គ្រោះតាមពិតទៅបើអត់មានព្រះវិញ្ញាណបរិសុទ្ធធ្វើការមកកាន់ខ្ញុំប៉ះពាល់នឹងបើកនឹងរៀបចំឲ្យខ្ញុំបានសង្គ្រោះពីពិបាកសម្រាប់ខ្ញុំបានស្គាល់ព្រះអង្គមែនទែនប៉ុន្តែព្រះអង្គពិតជាមានផែនការលើជីវិតរបស់ខ្ញុំហើយខ្ញុំជឿថាទ្រង់មានផែនការទៅកាន់ប្រជាពលរដ្ឋទាំងអស់នៅលើពិភពលោកនេះហើយវិជាការងាយស្រួលសម្រាប់យើងរើសយកព្រះយេស៊ូវមែនទែនពីព្រោះសម្រាប់ខ្ញុំចាប់ផ្ដើមមើលឃើញថាព្រះឬក៏អ្នកដឹកនាំនៅសាសនានៅពិភពលោកនេះទាំងអស់គឺពេលដែលគាត់បានចាក់ចេញពីភពផែនដីនេះទៅគាត់អត់មកវិញប៉ុន្តែអ្វីដែលខ្ញុំគិតពីព្រះយេស៊ូវគ្រីស្ទនិងខ្ញុំមើលទៅកាន់ទ្រង់គឺជាព្រះដែលឈ្នះសេចក្តីស្លាប់ហើយទ្រង់បានរស់ឡើងវិញបន្ទាប់ពីថ្ងៃទី3ដូច្នេះសម្រាប់ខ្ញុំការរើសយកព្រះយេស៊ូវគ្រីស្ទគឺស្រួលមែនទែនពីព្រោះទ្រង់គឺជាជីវិតហើយខ្ញុំត្រូវការជីវិតពីព្រោះខ្ញុំអត់ចូលចិត្តស្លាប់ហើយខ្ញុំអត់ចង់ស្លាប់ហើយស្លាប់គឺជាវាជាសេចក្តីអាក្រក់ដែលអ្វីដែលមនុស្សយើងមិនចង់បានហើយខ្ញុំគិតថាបងប្អូនដែលមានអារម្មណ៍ដែលមានធ្លាប់មានអារម្មណ៍បែបហ្នឹងសូមបងប្អូនបានចាប់អារម្មណ៍និងរៀនអំពីព្រះពីព្រោះទ្រង់ពិតជាឲ្យសង្ឃឹមយ៉ាងពិតប្រាកដមកកាន់យើងមែនហើយនេះគឺជាអ្វីដែលខ្ញុំរើសយកព្រះយេស៊ូវគ្រីស្ទព្រោះទ្រង់គឺជាជីវិតហើយទ្រង់បានអត់ទោសនៃអំពើបាបមកកាន់ខ្ញុំបាទសូមព្រះប្រទានពរអរគុណច្រើន